បាទសួស្តីបងប្អូននិស្សិតទាំងអស់គ្នាជាបន្តទៀតបាទអញ្ចឹងនេះយើងទៅមុខងារបន្តទៀតបាទអញ្ចឹងក្នុងមុខងារនេះគឺខ្ញុំសូមប្រើប្រាស់ទៅលើទូរស័ព្ទម្ដងបាទអញ្ចឹងខ្ញុំរើសយកទូរស័ព្ទ log in យកប្រភេទទូរស័ព្ទម្ដងម្ដងនេះបាទអញ្ចឹងកុំព្យូទ័រក៏អត់មានខុសគ្នាដែរអញ្ចឹងពេល log ទូរស័ព្ទចប់ខ្ញុំនឹងបង្ហាញជាការប្រើប្រាស់លើកុំព្យូទ័រអូខេបាទអញ្ចឹងខ្ញុំសាញ app មក log ចូលបាទអញ្ចឹងនេះគឺទម្រង់ទូរស័ព្ទអញ្ចឹងបងប្អូនទាំងអស់គ្នាคลิกកន្លែងនេះដើម្បីបើក menu អញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំបង្ហាញអំពី student attendance អញ្ចឹងនេះគ្រាន់តែជាវីដេអូបង្ហាញទេអញ្ចឹងព័ត៌មានអាចនឹងខុសខ្លះបាទអញ្ចឹងតកតងមួយនឹង attendance គឺបងប្អូនទាំងអស់គ្នាគ្រាន់តែចូលកន្លែង student attendance ហ្នឹងមកបងប្អូនឃើញព័ត៌មានខ្លួនឯងឃើញពីព័ត៌មាន attendance ដែលក្នុងការចូលរួមប្រមាណបាទ total J នេះ join ចូលរួមក្នុងគ្រប់មុខរបស់យើងហ្នឹងបាទមានច្បាប់អត់ហើយមានច្បាប់ហើយនឹងអត់ច្បាប់អត់អញ្ចឹងវានឹងសរុបនៅក្នុងនេះបាទអញ្ចឹងឧទាហរណ៍ឡើយបើយើងយក all អូខេអាហ្នឹងវានឹង load ព័ត៌មានហ្នឹងបាទគឺតាមព័ត៌មានរបស់យើងអញ្ចឹងទៅតែកន្លែងនេះ by default គឺបាទកន្លែងនេះ by default គឺវាចាប់យកព័ត៌មានយើងនេះហើយបាទកន្លែងខែនេះយើងអាចជ្រើសរើសយកទាំងអស់បានណានេះ all subject បានអញ្ចឹងកន្លែងនេះគ្រូចង់បញ្ជាក់ថាគ្រាន់តែជាការ review ទេគ្នាយើងអាចមើលលម្អិតរៀងៗខ្លួនបាននៅពេលដែលបញ្ចប់ម៉ោងសិក្សានីមួយៗអញ្ចឹងបើសិនជាបងប្អូនអត់ចង់ឃើញកន្លែងនេះទេthìយើងអាច click ចំវាចាចង់មើលកន្លែងនេះអូខេពលាកន្លែងនេះអូខេអញ្ចឹងមើលតាមថ្ងៃបាទអញ្ចឹងខែនេះខែ8អញ្ចឹងបើបងប្អូនចង់មើលប្រហែលខែបាទចង់មើលគ្រប់ខែឧទាហរណ៍ណាបាទអញ្ចឹងយើងមើលគ្រប់ខែទៅបាទអញ្ចឹង by default យើងមើលមួយខែវាងាយស្រួលបាទអូខេអញ្ចឹងឧទាហរណ៍ខែហ្នឹងចុះបាទមុខជាអីអូខេបាទនេះបាទអញ្ចឹងចុចបន្តទៀតវាបរួមចុចអានេះមកទៀតវាពលាអូខេបាទអញ្ចឹងនេះគឺជាការប្រើប្រាស់មុខងារហ្នឹងសម្រាប់ទៅលើទូរស័ព្ទតើតើការអស់អញ្ចឹងនេះយើងអស់នៅត្រង់កន្លែងនេះបាទបើសិនជាយើងអស់ថាច់នេះឡើងទៅលើហ្មងក៏អត់ទៅដែរណាបាទអញ្ចឹងបើយើងអស់ឆ្វេងស្ដាំនៅក្នុងតារាងនេះចង់អស់ឡើងលើយើងចាប់ទាញទៅនេះអស់ឡើងលើចេះបាទទាញឡើងលើចេះមកអូខេឡើងលើចុះខមបានឬក៏คลิกលើនឹងមកឬក៏ថាច់វាថាច់លើនឹងមកវានឹងពលាវានឹងបរួមនៅក្នុងនេះបាទអញ្ចឹងនេះគឺជាការប្រើប្រាស់មុខងារ attendance បាទ attendance របស់យើងបាទអូខេអញ្ចឹងនៅក្នុងហ្នឹងគឺមានប៉ុណ្ណឹងវីដេអូយើងបាទអញ្ចឹងជួបគ្នានៅវីដេអូបន្តទៀត